Listen closely, all of you. I am reading from this sacred leaf. A dangerous creature is coming for us all. It will take everyone away. កាលពីព្រេងនាយមានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួចក៏បបួលគ្នាដេកក្នុងព្រៃអ្នកទាំងពីរនាក់ចង់ដេកកណ្ដាលតែរៀងខ្លួនប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដេកកណ្ដាលបរោះទាំងពីរនាក់គិតគ្នាថាបើដូច្នោះយើងដេកយកជើងទល់គ្នាហើយបរោះទាំងនោះក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នាហើយទទួលសម្ពុតចិត្តមើលមិនដឹងជាសត្វអ្វីវែងដូច្នោះឆ្ងល់ណាស់ត្បិតមិនដែលឃើញក៏បបួលអស់សត្វឯទៀតជាច្រើនមានទាំងដំរីក្របីគោរមាសរមាំងក្តាន់ប្រើសទ្រាយចចកស្វានស្វាគ្រប់សត្វទាំងអស់មកមើលគ្មានសត្វណាមួយស្គាល់សោះក្រោយមកទៀតសត្វទាំងអស់នោះគិតគ្នាថាឥឡូវនេះនឹងមានអ្នកឯណាស្គាល់សត្វនេះពួកយើងបបួលគ្នាមកមើលសត្វនេះច្រើនភាសាណាស់ហើយនៅសល់សត្វអ្វីទៀតដែលមិនទាន់បានមកមើលអស់សត្វទាំងនោះគិតគ្នាទៅឃើញនៅសល់តែទុនសាយពុំបានមកមួយទៀតឮល្បីថាទុនសាយនោះជាអ្នកមានប្រាជ្ញាចេះនិយាយក្បួនច្បាប់ទម្លាប់ចេះកលមាយាចាំទំនឹមទំនៀមច្រើនបើដូច្នេះយើងប្រើបងដំរីឲ្យទៅអញ្ជើញបងទុនសាយនោះទៅបានត្បិតបងទុនសាយបើមាននរណាទៅពឹងការអ្វីគាត់កាន់ខ្លួនណាស់សត្វទាំងនោះគិតគ្នាហើយឲ្យដំរីទៅអញ្ជើញទុនសាយដំរីក៏ទៅឃើញទុនសាយអង្គុយនៅលើក្បាលដំបូកទុនសាយឃើញដំរីដែលយេកយកមកពីនាយក៏សួរថាបងដំរីមានហេតុអ្វីបានជារលះរលាំងមកដំរីឆ្លើយថាបងទុនសាយបិទមានសត្វអ្វីមួយចម្លែកណាស់គ្មាននរណាស្គាល់សោះបានជាអស់សត្វក្នុងព្រៃនេះឲ្យខ្ញុំមកអញ្ជើញបងទុនសាយឯងទៅមើលក្រែងបងទុនសាយឯងស្គាល់សត្វនោះឯទុនសាយឮដូច្នោះហើយសួរថាសត្វនោះដូចម្ដេចតូចឬធំវែងឬខ្លីដំរីថាសត្វនោះធំចុងធំគល់តូចកណ្ដាលហើយវែងប្រមាណ5ហត្ថទុនសាយឮដូច្នោះឆ្លើយឡើងថាអោបើដូច្នោះបងដំរីកុំព្រួយចិត្តចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះប៉ុន្តែបងដំរីឯងឲ្យខ្ញុំជិះលើក្បាលបងឯងទៅដំរីលើកដូច្នោះហើយដើរចូលទៅអោនក្បាលឲ្យទុនសាយជិះលើក្បាលទុនសាយធ្វើជាក្អេងក្អាងលុះទៅដល់ហើយចុះពីក្បាលដំរីយកស្លឹកឈើដែលមានស្នាមដង្កូវវាដូចជាអក្សរកាន់លើកឡើងធ្វើជាសម្បត្តិថាអស់បងប្អូនស្ដាប់ខ្ញុំត្បិតខ្ញុំជាអ្នកបម្រើព្រះអន្ទះព្រះអរិនលោកប្រើឲ្យខ្ញុំយកសម្បត្តិណោនេះមកហើយទុនសាយឡើងលើដំបូកធ្វើជាអានសម្បត្តិថាសត្វនេះព្រះអិនលោកប្រើមកឈ្មោះសត្វយោគីយកទាំងអស់គ្នាយកទាំងឯងយកទាំងឯងអស់សត្វលើទុនសាយមើលសម្បត្តិថាព្រះអិនឲ្យមកយកទាំងអស់គ្នាក៏ស្ទុះបោលជន់គ្នាស្លាប់បាក់ដៃបាក់ជើងពីពេញស្រែកលាន់ទាំងព្រៃមនុស្សពីរនាក់នោះដឹងថាសត្វទាំងនោះផ្អើលភ្ញាក់រត់ជន់គ្នាស្លាប់ដូច្នោះក្រោកឡើងលើកដៃសំពះទុនសាយថាបងទុនសាយមានគុណនឹងយើងខ្លាំងណាស់បើប្រសិនជាយើងមិនបានបងទុនសាយមកធ្វើឧបាយកលឲ្យយើងទេនោះសំខ្លាវានឹងខំយើងស៊ីជាចំណីវាទៅហើយបងទុនសាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបានឯមនុស្សទាំងពីរនាក់មើលទៅឃើញអស់សត្វជន់គ្នាស្លាប់ពេញព្រៃដូច្នោះបបួលគ្នាអរិយសាច់រិចទាំងពីរនាក់ដើរទៅបន្តិចឃើញខ្លាសង្គមមួយអមរៃជន់បាក់ជើងដើរបានតិចក៏បបួលគ្នាយកខ្សែចងដឹកយកទៅលុះដើរទៅបន្តិចជួបនឹងអ្នកបរទេសគោឯអ្នកបរទេសគោនោះឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ទប់ប្រទេសសួរថាអ្នកធ្វើដូចម្ដេចក៏បានសាច់ច្រើនម្ល៉េះអ្នកនោះបញ្ឆោតថាឆ្កែកំបាក់ជើងខ្ញុំនេះឯងវាដេញខំត្បិតឆ្កែនេះជាឆ្កែប្រដេញវាតែងតែដេញសัตว์មកមិនដែលស្ងួតឆ្នាំងដល់មួយពេលទេក្រែងតែគ្មានសัตว์បើព្រៃឯណាមានសัตว์ហើយមិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេឲ្យតែវាឃើញស្នាមជើងនោះសង្ឃឹមថាបានឲ្យលៀងឆ្នាំងចាវ៉ាំហើយទៅមុខជានឹងបានមិនដែលខានទេឯអ្នកបរទេសគោឬអ្នកនោះនិយាយអួតប្រាប់ដូច្នោះហេតុតែជាមនុស្សល្ងងមិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសង្គមនោះគិតថាជាឆ្កែមែនតែនហើយនិយាយអង្វរលួងលោមថាបើដូច្នោះអ្នកអាណិតខ្ញុំសុំទិញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនអ្នករែកសាច់ឆ្លើយថាបើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅផ្ទះខ្ញុំសមនឹងស្ងួតឆ្នាំងហើយរកអ្វីស៊ីគ្នាទេប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្ដងបើមិននិយាយគ្នាក៏មិនបានឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេបើអ្នកចង់ទិញតើអ្នកឲ្យថ្លៃប៉ុន្មានអ្នកបរទេសគោឆ្លើយថាខ្ញុំមានតែគោមួយនឹមនេះឯងហើយគោនេះខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្នាទេត្បិតបមួយថ្ងៃវល់ល្ងាចមិនឈប់សោះក៏បានក្នុងមួយថ្ងៃឲ្យទឹកផឹកតែម្ដងទាំងលបឿនទៀតក្នុងស្រុកឯនេះគ្មានគោណាលឿនស្មើទេតែឥឡូវនេះ
ចិត្តខ្ញុំចង់បានឆ្កែអ្នកឯងយកសាច់ដេញសัตว์ឯស្រុកខ្ញុំសុំដូរធ្នូគោមួយនឹមព្រមទាំងកណ្ដឹងចង្ក្រង់ត្រដោកខ្សែទៀមខ្សែចន្ទោលគ្រប់ប្រដាប់ស្រាប់តែឡើងជិះបរតែម្ដងខ្ញុំសុំតែខ្លួននឹងប្រពន្ធចោះចេញអ្នករៃសាច់លឺអ្នកបរទេសថាដូរជាមួយគោមួយនឹមនឹងគ្រប់ប្រដាប់ស្រាប់តែឡើងបក៏នឹកអរក្នុងចិត្តណាស់ដោយសាររែកសាច់វាធ្ងន់ផងហើយធ្វើជាមិនចង់ដូរទេតែក្នុងចិត្តចង់ដូរណាស់និយាយថាឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់ណាស់ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅខ្ញុំខំកាត់ចិត្តតដូរឲ្យអ្នកទៅចោះប៉ុន្តែអ្នកថ្នមវាឲ្យល្អកុំឲ្យវាអត់ឃ្លានហើយអ្នកយកសាច់នេះទុកឲ្យវាស៊ីតាមផ្លូវទៅឯអ្នករែកសាច់ក៏បានឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែតហើយយកសាច់ដាក់លើរទេះបរទៅអ្នកម្ចាស់រទេះគោនោះក៏ដឹកខ្លាសង្គមកំបាក់ជើងទៅបន្តិចទៅឲ្យសាច់ទៅខ្លាស៊ីជារឿយៗខានោះបានសាច់ស៊ីមានកម្លាំងក៏ក្រែងមិនចង់ទៅត្រាតែដាច់ខ្សែហើយដើរចូលក្នុងព្រៃទៅអ្នកនោះដឹងថាខ្លាបោលចូលទៅក្នុងព្រៃហើយក៏រត់ទៅតាមចាប់ហើយហៅថាបឺសអាក្លឹកមកអាយខ្លាឃើញមនុស្សទៅចិត្តបែរមកគំរាមធ្វើហេសន្ធាប់ឲ្យអ្នកនោះឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះក៏ថយមកក្រោយវិញមិនហ៊ានតាមទៅទៀតប៉ុន្តែនឹកស្ដាយមើលទៅរទេះបរទៅបាត់មិនដឹងជាទៅដល់ណាអ្នកម្ចាស់ខ្លាបានរទេះគោនោះហើយក៏មនីដាក់អំរែកលើរទេះឡើងជិះទាំងពីរនាក់បរជាប្រញាប់ទៅឲ្យតែហួសពីមុខម្ចាស់រទេះនោះឯអ្នកម្ចាស់រទេះដល់ខ្លាបោលចូលព្រៃទៅហើយនឹកស្ដាយណាស់មិនដឹងគិតធ្វើដូចម្ដេចក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ